សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ James ខ្ញុំ GDP ហើយថ្ងៃនេះខ្ញុំធ្វើការចេញទៅតេស្តជាមួយនឹងកាមេរ៉ា Blackmagic PC6K ជាមួយនឹងភ្លើងតង់ស្តែន9គីឡូរបស់បងសុកឌីជាមួយនឹង lens Disofilm Ella Prime ដែលយើងបានណាត់គ្នាដើម្បីតេស្តដោយសារតែខ្ញុំមាន upcoming project មួយអញ្ចឹងយើងត្រូវធ្វើការតេស្តជាមួយនឹងអេវ៉ាន់កាមេរ៉ានិងភ្លើងថ្មីរបស់បងឌីដើម្បីមុនយើងចេញថតឥឡូវខ្ញុំមកដល់ហើយគឺឈរនិយាយគ្នាលេងមួយឌីអញ្ចឹងទៅពី Magic Arm ពីជើងរបស់ Osmo Action របស់ខ្ញុំហើយនេះសារគាត់កំពុងធ្វើការចាប់តាមតឡើងជាមួយនឹង body camera ហើយខ្ញុំក៏មើលគាត់តឡើងអីចឹងទៅហើយក៏ឈរលេងអាហ្នឹងមើលឌីគាត់ធ្វើនេះធ្វើនោះនៅមុខផ្ទះគាត់ចឹងដោយសារតែយើងត្រូវចាំជាមួយនឹងបងថៃ Gaffer គាត់អត់មកដល់ហើយនឹង lens ដូចគ្នា lens អត់មកដល់ដែរអញ្ចឹងក៏យើង chill តឡើងកាមេរ៉ាមួយចឹងនិយាយគ្នាលេងពីនេះពីនោះចឹងទៅហើយខ្ញុំក៏ចាប់ដើម set up ជាមួយនឹង setting camera ហើយ set up ហើយក៏យើងចាំបងថៃនឹងថេចឹងទៅក៏អង្គុយនិយាយគ្នាលេងនឹងឌីទៀតពីការថតពីអីចឹងទៅក៏យ៉ាងអង្គុយលេងចឹងទៅហ្នឹងហើយឥឡូវនេះ lens មកដល់ហើយយើងធ្វើការបើកភ្លើងតេស្តបារាចាប់ដើមតេស្តជាមួយនឹងកាមេរ៉ាជាមួយភ្លើងអីនេះសារគាត់ធ្វើតួដើម្បីយើងតេស្តភ្លើងដូរគ្នាមួយថៃចឹងទៅទៅគឺភ្លើងតង់ស្តែន9គីឡូហ្នឹងគឺវាមែនតើសម្រាប់ backlight គឺស្កូតមកហើយខ្ញុំធ្វើការតេស្តទាំងអស់ជាមួយនឹង lens set របស់ DSLR របស់ថេងហ្នឹងគឺដើម្បីយើងយក footage មកមើលថា lens ហ្នឹងមិនដែរប្រើជាមួយនឹង PC6K ហ្នឹងជាមួយនឹងភ្លើង9គីឡូហ្នឹងហើយនេះមកម៉ៅគាត់មកជួយស្ដាប់ភ្លើងដែរហ្នឹងហើយអ្នកនរគ្នាអត់មានសកម្មភាពអីច្រើនទេថ្ងៃហ្នឹងដោយសារតែយើងធ្វើការតេស្តតែប៉ុណ្្នឹងអូខេអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀត